បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយដើម្បីលើកយកមកចែកជូនទៅកាន់ពុកម៉ែបងប្អូនគ្រាន់តែជាមតិយោបល់នៃការលើកឡើងដើម្បីជាបានទៅជាពុទ្ធិតិចតួចយកទៅតាមចំណេះដឹងតិចតួចរបស់ខ្ញុំអញ្ចឹងប្រធានបទដែលខ្ញុំនឹងលើកយកមកចែកម្លែកនោះគឺខ្ញុំដាក់ចំណងជើងថាគោលការណ៍សំខាន់នៅក្នុងជីវិតមាន3យ៉ាងបាទមាន3យ៉ាងអញ្ចឹងកុំឲ្យមានការខាតពេលនៅក្នុងការបកស្រាយយើងចូលស្ដាប់ទាំងអស់គ្នាអញ្ចឹងជាធម្មតានៅក្នុងជីវិតរបស់យើងម្នាក់បុគ្គលម្នាក់តែងតែមានគោលការណ៍របស់ខ្លួនឯងរៀងខ្លួនរៀងបុគ្គលទាំងអស់ថាតើនៅក្នុងជីវិតរបស់យើងត្រូវមានអ្វីខ្លះដើម្បីឲ្យជីវិតរស់នៅប្រកបទៅដោយសុខដុមរមនាធ្វើឲ្យជីវិតរបស់យើងរស់នៅដោយមានភាពរីករាយដូច្នេះខ្ញុំលើកយកគោលការណ៍3ដែលជាយោងទៅតាមការសិក្សាទូទៅយើងឃើញថាគោលការណ៍3នេះគឺពិតជាមានសារៈសំខាន់មែនទែនសម្រាប់ជីវិតរបស់បុគ្គលរបស់យើងម្នាក់នៅក្នុងទី1គឺខ្ញុំលើកយកពាក់ព័ន្ធនឹងបញ្ហាសុខភាពគឺជាគ្រឹះដ៏សំខាន់បំផុតសម្រាប់ទ្រទ្រង់ជីវិតរបស់យើងអញ្ចឹងយើងរស់នៅដើម្បីឲ្យមានភាពសុខសាន្តដើម្បីឲ្យមានភាពសំណុកសុខស្រួលបានដើម្បីឲ្យមានសុភមង្គលបានគឺយើងត្រូវមានសុខភាពល្អការមានសុខភាពល្អគឺជារបស់ដែលពិសិដ្ឋរបស់ដែលពិសេសបំផុតសម្រាប់យើងអញ្ចឹងយើងត្រូវនាំគ្នាជំរុញលើកទឹកចិត្តក្នុងក្រុមគ្រួសារយើងក្តីដើម្បីថែទាំសុខភាពរបបអាហារយើងគួរទទួលទានបែបណាការសម្រាកការគេងទៅសម្រាកកម្រិតកំណត់ម៉ោងបែបណាហើយទន្ទឹមនឹងការសម្រាកគឺពាក់ព័ន្ធនឹងលំហាត់ប្រាណកុំភ្លេចកុំចោលសោះរឿងការលំហាត់ប្រាណនេះពីព្រោះការហាត់ប្រាណរយៈពេល30នាទី1ម៉ោងនេះគឺវាផ្ដល់ប្រយោជន៍សម្រាប់យើងមែនទែនសម្រាប់ឲ្យយើងបញ្ចេញនៅឧស្ម័នបញ្ចេញនៅធម៌ពលដែលវាផ្ដល់ភាពអវិជ្ជមានមកដល់សុខភាពរបស់យើងវាធ្វើឲ្យយើងមានសុខភាពល្អវាធ្វើឲ្យយើងនឹងអាចទ្រទ្រង់ជីវិតរបស់យើងនឹងដំណើរជីវិតរបស់យើងនឹងទៅមុខកាន់តែប្រសើរឡើងអញ្ចឹងការថែទាំសុខភាពគឺពិតជាមានសារៈសំខាន់ការងារធ្វើទៅបានលុះត្រាណាតែយើងមានសុខភាពល្អទន្ទឹមនឹងសុខភាពរាងកាយយើងកុំភ្លេចថែទាំសុខភាពផ្លូវចិត្តរបស់យើងផងពីព្រោះសុខភាពផ្លូវចិត្តគឺជាគ្រឹះដ៏សំខាន់ដែលនាំឲ្យសុខភាពរាងកាយរបស់យើងនឹងល្អផងដែរអ្នកជំងឺគេត្រូវការលើកទឹកចិត្តត្រូវការផ្ដល់ជាមតិជាការលើកទឹកចិត្តការផ្ដល់យោបល់ឲ្យមានការប្រឹងប្រែងដើម្បីព្យាបាលជំងឺជាដើមដើម្បីឲ្យសុខភាពរបស់យើងនេះកាន់តែប្រសើរឡើងពីព្រោះជំងឺទឹកចិត្តនេះគឺពិតជាមានសារៈសំខាន់ណាស់ដោយនៅក្នុងពុទ្ធសាសនាគេលើកឡើងថានៅក្នុងតួខ្លួនរបស់យើងនេះគេហៅថាជានគរកាយនៅក្នុងនគរកាយរបស់យើងនេះគឺមានឆ្មាំការពារមានឆ្មាំយាមកាមហ្នឹងគឺមាន5ហើយនៅក្នុងនគរកាយរបស់យើងនេះគឺមានស្ដេចមួយគេហៅថាស្ដេចចិត្តរាជអញ្ចឹងចិត្តរាជនេះគឺមានសារៈសំខាន់បានន័យថារឿងរ៉ាវសពសារពើទាំងអស់ដែលឆ្លងកាត់តាមការមើលឃើញតាមការស្ដាប់ឮតាមការធុំក្លិនតាមការពណ៌ត្រជាក់ល្អអីតាមរាងកាយហ្នឹងគឺនគរកាយរបស់យើងនេះជាអ្នកគ្រប់គ្រងជាអ្នកសម្រាប់ជាអ្នកបែងចែកអញ្ចឹងត្រូវការថែទាំសុខភាពផ្លូវចិត្តរបស់យើងនេះឲ្យកាន់តែល្អនោះនាំឲ្យមានសុខភាពផ្លូវកាយល្អផងដែរគោលការណ៍ទី2គឺពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចរឹងមាំសេដ្ឋកិច្ចរឹងមាំនេះគឺក្នុងគ្រួសារឬក៏ជាបុគ្គលម្នាក់ត្រូវតែបង្កើតនៅមុខរបរឬក៏ត្រូវមានការងារណាមួយដែលមានប្រាក់ចំណូលជាអចិន្ត្រៃយ៍ដែលមានប្រាក់ចំណូលជាគោលដែលយើងអាចចិញ្ចឹមជីវិតរបស់យើងបានអញ្ចឹងបើសិនជាយើងអត់ទាន់មានទេយើងប្រឹងប្រែងសិក្សារៀនសូត្របន្ថែមក្រេបបញ្ជក់នៅចំណេះដឹងដើម្បីស្វែងរកនៅឱកាសនៃការងារឬក៏បង្កើតនៅមុខរបរដើម្បីឲ្យយើងមានចំណូលដែលយើងអាចទ្រទ្រង់សកម្មភាពរស់នៅប្រចាំថ្ងៃរបស់យើងបានឬក៏គ្រួសាររបស់យើងបានជាប្រក្រតីឬក៏អាចយើងមានលទ្ធភាពឲ្យយើងកាន់តែពង្រីកនៅសមត្ថភាពនៃការរកចំណូលរបស់យើងកាន់តែខ្លាំងថែមទៀតខ្ញុំសូមលើកខ្លីៗចំណុចទី3ជាចំណុចចុងក្រោយគឺពាក់ព័ន្ធទៅនឹងសេចក្តីថ្លៃថ្នូរនិងកិត្តិយសយើងរស់នៅក្នុងសង្គមនេះសេចក្តីថ្លៃថ្នូរនិងកិត្តិយសនេះគឺមានសារៈសំខាន់ណាស់មិនប្រកាសថាមានទ្រព្យសម្បត្តិច្រើនហើយមានសេចក្តីថ្លៃថ្នូរនិងកិត្តិយសទេពេលខ្លះមានទ្រព្យសម្បត្តិច្រើនប៉ុន្តែទៅណាទៅណីសង្គមគេស្អប់ពើមនុស្សគេមិនពេញចិត្តគេមិនត្រូវការគេមិនចង់រាប់រកអានោះវាជាហេតុដែលនាំឲ្យយើងនឹងរស់នៅក្នុងសង្គមនេះវាអត់មានសេចក្តីសុខដែរ
អញ្ចឹងសេចក្តីថ្លៃថ្នូរគឺកើតឡើងអំពីសកម្មភាពរបស់យើងអំពីការប្រតិបត្តិរបស់យើងអំពីការធ្វើសកម្មភាពនានារបស់យើងនៅក្នុងសង្គមដើម្បីឲ្យសង្គមគេទទួលស្គាល់គេផ្ដល់តម្លៃឲ្យយើងទៅតាមសកម្មភាពជាក់ស្ដែងយើងនឹងទទួលបាននៅសេចក្តីសុខយើងនឹងទទួលបាននៅការឲ្យតម្លៃពីអ្នកដទៃវាធ្វើឲ្យជីវិតរបស់យើងនឹងរស់នៅក៏មានសេចក្តីសុខដែរបាទអញ្ចឹងថ្ងៃនេះខ្ញុំមានប្រធានបទមួយនេះដើម្បីចែកម្លែកទៅកាន់បងប្អូនទាំងអស់គ្នាបើមានការលើសលួសខ្វះខាតដោយប្រការណាមួយសូមមេត្តាខន្តីអធិស្ឋានដល់ខ្ញុំបាទអរគុណសូមជម្រាបលា